ពាក្យសម្ដី50ឃ្លារបស់ឆាយឆាវ 1. អត់មានមេតបណាច្បាំង100ដងឈ្នះទាំង100ដងទេ 2. ឯងមិននឹងដឹងថាមនុស្សដែលគ្មានឈ្មោះថ្ងៃនេះថ្ងៃក្រោយអាចនឹងល្បីឈ្មោះឬអត់នោះ 3. អ្នកគិតឆ្ងាយមើលធ្លុះលទ្ធផល 4. អ្នកដែលគួរឲ្យគោរពក៏គួរឲ្យបារម្ភដែរ 5. សម្រាប់ចៅងាយស្រួលសម្រាប់កិច្ចការធំពិបាកណាស់ 6. សម័យវឹកវរជាសម័យរបស់អ្នកក្លាហាន 7. សង្គ្រាមដំបូងត្រូវតែឈ្នះទ័ពចូលសង្គ្រាមប្រយុទ្ធម្ដងយកឈ្នះចាញ់ 8. អ្នកធ្វើកិច្ចការធំមិនអាចអត់ប្រាក់បានតែក៏មិនអាចពឹងលើប្រាក់ទាំងស្រុងនោះដែរ 9. អ្នកមានសមត្ថភាពសំខាន់ជាងអ្វីទាំងអស់ 10. អ្នកស្លាប់មិនអាចរស់ឡើងវិញបានតែអ្នកនៅរស់ត្រូវរែកកិច្ចការធំ 11. ឲ្យតែឆៅមឹងតើនៅតែមានដង្ហើមវានៅតែច្បាំងឈ្នះរហូត 12. រឿងអីក៏ដោយក៏មានផលល្អនិងផលអាក្រក់ដែរ 13. ល្បិចដេញចចកនាំខ្លាចូលលទ្ធផលប្រកាសជាខ្លាគ្រោះថ្នាក់ជាងចចកហើយ 14. រឹតតែចាញ់រឹតតែក្លាហាន 15. របស់ប្រើអស់ពីប្រយោជន៍មនុស្សប្រើអស់ពីសមត្ថភាព 16. រកបានអ្នកក្លាហានម្នាក់មានតម្លៃជាងមាស100,000តម្លឹងទៀត 17. មនុស្សតូចតាចមិនដឹងពីឆន្ទៈអ្នកធំទេ 18. មនុស្សដែលរៀនចេះក្បួនសឹកសុទ្ធតែជាមនុស្សល្ងង់ 19. ព្រោះតែទើបមកដល់ទើបត្រូវសាងបារមី 20. កូនចៅស្ដេចមួយទាំងមូលអាចនៅចំពោះមុខមហាជននិយាយរឿងត្បាញកន្ទេលលក់ស្រាសម្រាប់ជ្រូកដោយមើងម៉ាត់យ៉ាងនេះបញ្ជាក់ថាឆន្ទៈរបស់គេមិនធម្មតាទេ 21. កូនប្រុសទ្រូង5ហັດមិនស្ថិតលើចាញ់ឈ្នះមួយពេលទេ 22. កើតក្នុងសម័យសង្គ្រាមជារឿងអកុសលតែបើអាចបង្ក្រាបសង្គ្រាមទៅជាសន្តិភាពវិញគឺជាសំណាងក្នុងភាពអកុសល 23. ក្នុងសម័យសង្គ្រាមមានតែអ្នកខ្លាំងទេដែលមានសិទ្ធិនិយាយពីគុណធម៌ចំណែកអ្នកខ្សោយត្រូវបានគេបោះបង់ចោល 24. ក្បួនសឹកប្រែប្រួលច្រើនត្រូវមើលឲ្យចាំតែមិនត្រូវឲ្យក្បួនសឹកចងជើងបានទេ 25. ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកទាំងអស់ក៏មិនឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ 26. គំនុំអាចធ្វើឲ្យបាត់វិចារណញ្ញាណ 27. ចេះខ្មាស់គេទើបល្អចេះខ្មាស់គេទើបក្លាហាន 28. ជោគជ័យក៏មកពីសង្ស័យច្រើនបរាជ័យក៏មកពីសង្ស័យច្រើន 29. ដែលហៅថាអ្នកក្លាហានគឺមានឆន្ទៈធំមានកលល្បិចច្រើនអាចមើលធ្លុះសភាពការនគរជាមុនអាចមើលធ្លុះរឿងហេតុអនាគត 30. តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទៅប្រើបើសង្ស័យមិនប្រើឡើយ 31. ទេពកោសល្យគួរឲ្យច្រណែនហើយក៏គួរឲ្យស្រឡាញ់ដែរ 32. ធ្វើសង្គ្រាមត្រូវតែហ៊ានឈ្នះត្រូវតែហ៊ានចាញ់ 33. បរាជ័យជារឿងល្អបរាជ័យអាចបង្រៀនពួកយើងឲ្យទទួលបានជោគជ័យដោយរបៀបម៉េច 34. បរាជ័យមានអ្វីគួរឲ្យខ្លាចអ្វីដែលគួរឲ្យខ្លាចគឺចិត្តបរាជ័យ 35. បើគង់តែនឹងបាត់បង់ត្រូវតែបាត់បង់ដោយមានតម្លៃ 36. បើចង់ដឹងថាអ្នកណាជាឃាតករត្រូវវិភាគការស្លាប់ម្នាក់នោះថាមានប្រយោជន៍ដល់អ្នកណាជាងគេ 37. បើចង់ស្អប់សត្រូវខ្លួនឯងត្រូវយកវាមកប្រើវិញល្អជាង 38. បើច្បាប់មិនប្រើចំពោះអ្នកខ្ពង់ខ្ពស់តើចែងច្បាប់ធ្វើអ្វី 39. បើសិនតែចិត្តមនុស្សម្នាក់ក៏ខ្ញុំមិនអាចយកបានផងតើខ្ញុំយកទឹកដីបានយ៉ាងម៉េច 40.
ប្រហែលពីម្សិលមិញនៅឯងមើលខ្ញុំខុសប៉ុន្តែថ្ងៃនេះឯងមើលខ្ញុំខុសទៀតហើយប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែលខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេ41ផឹកស្រាជ្រៀងរំមួយជីវិតមនុស្សមានប៉ុន្មានដង42ពេលកងទ័ពកំពុងបាក់ទឹកចិត្តសង្គ្រាមលើកក្រោយត្រូវតែឈ្នះបើមិនអីចឹងទេសុកចិត្តមិនច្បាំងវិញ43មកពីសម័យសង្គ្រាមនេះហើយទើបអាចសាងកេរ្តិ៍ឈ្មោះបាន44មនុស្សគំនិតខុសគ្នាមិនសហការគ្នា45មនុស្សដាច់ដៃអាចរស់នៅបានតែបើដាច់ក្បាលមិនអាចរស់នៅបានទេ46មនុស្សដែលត្រូវគេជេរគឺជេរមិនដួលទេ47មន្ត្រីអាក្រក់ក្តាប់អំណាចមិនធ្វើមន្ត្រីក៏បាន48មន្ត្រីឆ្លាតបំរើម្ចាស់ល្ងងជារឿងឈឺចាប់ជាងគេក្នុងលោក49មោហាអាក្រក់ដូចល្អលាក់ពុតដូចស្មោះត្រង់គុណធម៌និងចិត្តអាក្រក់មិនអាចមើលឃើញតែសម្បកក្រៅបានទេ50ហេតុអ្វីក៏ជើងមនុស្សយើងសជាងមុខហើយនឹងដៃពីព្រោះវាលាក់ចិត្តរហូត